បានសួស្តីអ្នកគ្នាអញ្ចឹងថ្ងៃនេះយើងមកស្ដាប់នៅខ្លឹមសារនៃជំនួបសម្ដែងការគួរសមនិងពិភាក្សាការងាររវាងសម្ដេចមហាធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងឯកឧត្តម Michael George Desembre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបាទអញ្ចឹងបើតាមឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពព្រំដែនកម្ពុជាថៃនិងអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនាព្រឹកថ្ងៃទី10ខែមករាឆ្នាំ2026សម្ដេចមហាធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម Michael George Desembre ឧបការីនាយករដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអាស៊ីបូព៌ាចូលរួមសម្ដែងការគួរសមនិងពិភាក្សាការងារឯកឧត្តម Desembre បានជួបសម្ដេចបវរធិបតីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកជាពិសេសឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពព្រំដែននៃការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរចុះនៅថ្ងៃទី26ខែតុលាឆ្នាំ2025ហើយឯកឧត្តមក៏បានសម្ដែងសេចក្តីរីករាយចំពោះយោធិនកម្ពុជាទាំង18រូបដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញបាទហើយឯកឧត្តម Desembre បានគូបញ្ជាក់បន្ថែមទៀតថាសហរដ្ឋអាមេរិកបន្តជំរុញការរក្សាបទឈប់បាញ់និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃឯកឧត្តម Desembre បានប្រកាសថាសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយចំនួន$15 លានសម្រាប់គាំទ្រដល់ជនភៀសសឹកតាមព្រំដែនប្រទេសទាំងពីរនិងជំនួយ$10 លានសម្រាប់ការដោះមីននិងយុទ្ធភណ្ឌបន្ទាន់ផ្ទុះនៅកម្ពុជាបាទសម្ដេចបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានសម្រេចសម្រួលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរចុះថ្ងៃទី26ខែតុលាឆ្នាំ2025ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជានិងថៃព្រមទាំងបានប្រកាសផ្ដល់ជំនួយស្ដារជីវភាពជនភៀសសឹកនិងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថាកម្ពុជាតែងផ្ដល់តម្លៃលើសន្តិភាពនិងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសម្ដេចធិបតីសង្កត់ថាសហរដ្ឋអាមេរិកនឹងបន្តជំរុញភាគីទាំងពីរក្នុងការអនុវត្តឲ្យបាននៅសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូទៅ JBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសការអនុញ្ញាតឲ្យជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពដោយគ្មានការរារាំងនិងការបន្តឡើងវិញនៅការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកនិងការចុះវាស់វែងនឹងខណ្ឌសីមានៅព្រំដែនគោករវាងប្រទេសទាំងពីរដើម្បីជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃសម្ដេចបវរធិបតីនិងឯកឧត្តម Desembre បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកផងដែរនិងបានឯកភាពគ្នាបន្តជំរុញវិធានការជាក់លាក់ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិកម្មបន្ថែមក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគការការពារជាតិនិងសន្តិសុខការផ្លាស់ប្ដូររវាងប្រជាជននិងការអនុវត្តច្បាប់រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឯកឧត្តម
Bray បានប្រកាសថាសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយ$10 លានសម្រាប់កសាងសមត្ថភាពកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។